ក្រោយមានរឿងអាស្រូវពេលនេះក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាប់ព្យាបាលសម្ភពផលីក្រុងតាខ្មៅជាបណ្ដោះអាសន្នហើយដោយមូលហេតុហេដ្ឋារចនាសម្ព័ន្ធនៃបន្ទប់វះកាត់មិនត្រូវតាមស្តង់ដារក្រោយមានការផ្សព្វផ្សាយព័ត៌មានរឿងអាស្រូវកាលពីពេលថ្មីនេះក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាប់ព្យាបាលសម្ភពផលីជាបណ្ដោះអាសន្នហើយនេះបើយោងតាមសេចក្តីសម្រេចស្តីពីការបិទបណ្ដោះអាសន្ននៅមន្ទីរសម្រាប់ព្យាបាលសម្ភពផលីដែលអង្គភាពសារព័ត៌មាន Night TV ទទួលបាននាព្រឹកថ្ងៃទី11ខែឧសភាឆ្នាំ2025នេះនៅក្នុងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថាសម្រាប់ប្រការមួយបិទជាបណ្ដោះអាសន្នមន្ទីរសម្រាប់ព្យាបាលឯកជនឈ្មោះផលីដែលមានទីតាំងស្ថិតនៅផ្ទះលេខ489ផ្លូវលេខ106សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលដោយមូលហេតុហេដ្ឋារចនាសម្ព័ន្ធនៃបន្ទប់វះកាត់មិនត្រូវតាមស្តង់ដារអបរមានិងកង្វះធនធានមនុស្សក្នុងការបម្រើសេវាឲ្យមានគុណភាពនិងសុវត្ថិភាពដែលត្រូវទាមទារពេលវេលាមួយរយៈក្នុងការកែលម្អប្រការទី2ត្រូវព្យួរសេចក្តីសម្រេចលេខ011/24 អបស/មពចុះថ្ងៃទី22ខែមករាឆ្នាំ2024របស់ក្រសួងសុខាភិបាលរហូតមានការសម្រេចអនុញ្ញាតជាថ្មីពីក្រសួងសុខាភិបាលប្រការ3អគ្គនាយកបច្ចេកទេសសុខាភិបាលប្រធាននាយកដ្ឋានមន្ទីរពេទ្យប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្ដាលនិងលោកវិជ្ជបណ្ឌិតអែមសុខជាមានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឲ្យបានមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅសូមរំលឹកផងដែរថាយោងតាមពាក្យបណ្ដឹងរបស់លោកសំវិជ្ជការដែលបានដាក់ពាក្យបណ្ដឹងម្ចាស់នៅគ្រូពេទ្យវះកាត់នៅមន្ទីរសម្រាប់ព្យាបាលសម្ភពផលីដោយទាមទារសំណង$20,000ក្រោយវះកាត់កូនស្រីរបស់ខ្លួនឈ្មោះសំលីសាអាយុ18ឆ្នាំពីបទឃាតកម្មដោយអចេតនាទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះជួញដូរឈាមដោយខុសច្បាប់និងជួញដូរថ្នាំរបេងខុសច្បាប់ពាក់ព័ន្ធនឹងការវះកាត់លើកូនស្រីរបស់លោកបណ្ដាលឲ្យស្លាប់ដោយឡែករឿងមួយទៀតនោះពាក់ព័ន្ធទៅនឹងមន្ទីរសម្រាប់ព្យាបាលសម្ភពផលីនេះដដែលកាលពីថ្ងៃទី2ខែឧសភាឆ្នាំ2025កន្លងទៅនេះតាមការឲ្យដឹងពីអ្នកមីងកែវសុខុមដែលត្រូវជាម្ដាយបង្កើតរបស់លោកថនកុសលជាអតីតបុគ្គលិកគ្រូពេទ្យនៅមន្ទីរពេទ្យនេះត្រូវបានលោកស្រីហេងរិទ្ធសុបញ្ញាជាកូនអ៊ំស្រីឡៃផលីដឹងពាក់ព័ន្ធការផ្សំគំនិតបណ្ដាលឲ្យលោកស្រីឡៃផលីម្ចាស់ clinic សម្ភពផលីបានស្លាប់ខណៈពេលលោកបំភ្លឺនៅតុលាការនៃអមអាយកាសាលាដំបងរាជធានីភ្នំពេញបែរជាមានការឃាត់ខ្លួនទៅវិញការឃាត់ខ្លួននេះក្រុមគ្រួសាររបស់លោកថនកុសលបានបញ្ជាក់ថាលោកថនកុសលគឺមិនមានការសំគំនិតអាក្រក់ដែលធ្វើឲ្យលោកស្រីឡៃផលីស្លាប់ឡើយដូច្នេះក្រុមគ្រួសាររបស់លោកសំណូមពរទៅដល់លោកចៅក្រមមេត្តាស្រាវជ្រាវឡើងវិញផងព្រោះជារឿងអយុត្តិធម៌ណាស់នេះបើយោងតាមសម្ដីរបស់ក្រុមគ្រួសារលោកថនកុសលបានថ្លែងប្រាប់អ្នកសារព័ត៌មានទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មាន Night TV នៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72អង្គភាពសារព័ត៌មាន Night TV នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតថាតើលោកសំវិជ្ជការដែលប្តឹងមន្ទីរសម្រាប់ព្យាបាលសម្ភពផលីនិងក្រុមគ្រួសារអ្នកមីងកែវសុខុមនឹងទៅជាយ៉ាងណាហើយតើមន្ទីរសម្រាប់ព្យាបាលសម្ភពផលីច្បាប់មានវិធានការបែបណាខណៈដែលក្រសួងសុខាភិបាលបានបិទជាបណ្ដោះអាសន្នអង្គភាពសារព័ត៌មានរបស់យើងនឹងលម្អិតព័ត៌មានបន្ថែមទៀតជុំវិញករណីខាងលើនេះនៅវគ្គក្រោយ